ជាទម្លាប់របស់កសិករសម្រាប់អ្នកដែលគាត់ធ្វើស្រូវណាអ្នកគ្រូក្រោយពីប្រមូលផលរួចភាគច្រើនកសិករហ្នឹងគាត់ច្រើនតែដុតកញ្ច្រាំងកាលណាដុតពីស្រែមួយអញ្ចឹងវាមិនអាចតែឆេះតែស្រែមួយទេវាអាចរៀលដាល់ពេញតែវាលនៅក្នុងតំបន់ដែលជាប់គ្នាដែលអាចដុសតករៀលតគ្នាបានគឺរៀលតគ្នាតែម្ដងបាទហើយចំណុចមួយទៀតដែលតាក់ទងទៅកាលណាយើងដុតខ្លាំងពេកវាធ្វើឲ្យដីយើងអត់មានចំបើងឬក៏មានស្មៅអីទេអញ្ចឹងដល់ពេលភ្លៀងមកវាអាចអត់ជ្រាបទឹកនៅក្នុងដីអាលីងណាអញ្ចឹងវាអត់ជ្រាបទឹកក៏ស្មៅក៏អត់ដុះដែរផលប៉ះពាល់ពីការដុតកញ្ច្រាំងហ្នឹងវាមានច្រើនបងទី1គឺវាដុតទៅវាមានផ្សែងទៅវាពោលដល់បរិស្ថានយើងហើយវាប៉ះពាល់ដល់សុខភាពយើងទាំងមនុស្សទាំងសត្វនៅជុំវិញក្នុងសហគមន៍យើងហ្នឹងដំណាំគម្របដីគឺជារុក្ខជាតិម្យ៉ាងដែលកសិករគាត់អាចដាំក្រោយពេលប្រមូលផលស្រូវរួចសារៈប្រយោជន៍នៃការដាំដំណាំគម្របដីគឺជួយរក្សាសំណើមដល់ដីជួយការពារជីជាតិដីកុំឲ្យហូរច្រោះដល់ពេលដែលមានភ្លៀងធ្លាក់ជាដំណាំដែលអាចចាប់យកអាសូតពីបរិយាកាសផ្ដល់ឲ្យដីតាមរយៈកម្ពូលគ្រឹះតោះអញ្ចឹងសូមអញ្ជើញទស្សនាវីដេអូបន្ទាប់ពីការអនុវត្តផ្ទាល់របស់កសិករក្នុងការដាំដំណាំគម្របដី